កុំនិយាយផ្ដេសផ្ដាស់អីណានេះជាភ្ញៀវតូចរបស់ខ្ញុំតើ ភ្ញៀវស្លៀកពាក់បែបហ្នឹងមើលទៅមិនដូចមានលុយទិញរបស់ក្នុងហាងបងញ៉ាំទេនេះថៅកែស្រីនេះបដូរមកធ្វើបុណ្យវិញហើយមែនទេ អញឆ្លុះកញ្ចក់មើលខ្លួនឯងសិនទៅខ្ញុំមិនមែនកំពុងធ្វើបុណ្យទេហើយ ខ្ញុំមិនដូចគ្នាឯណាខ្ញុំអ្នកធ្វើការតើទាំងលាងចានរត់តូជូតូគឺខ្ញុំមកម្នាក់ឯងទាំងអស់ហ្មង ខ្ញុំក៏អាចធ្វើការបានដែរចាខ្ញុំធ្វើការបានល្អខ្លាំងណាស់ណា ណែអាល្អិតផឹកអស់ហើយប្រញាប់ទៅផ្ទះទៅកុំមកដណ្ដើមការងារខ្ញុំធ្វើអីមានក្លិនថ្នាំចិនខ្សែបន្តិចប៉ុន្តែឆ្ងាញ់ខ្លាំងណាស់បង ខ្ញុំសុំទុកពាក់កណ្ដាលនេះយកទៅឲ្យលោកតាខ្ញុំហូបបានទេចាអូនហូបឲ្យអស់ទៅចំណែកលោកតារបស់អូនបងបានខ្ចប់ផ្សេងទុកឲ្យរួចហើយឆ្ងាញ់ណាស់បងខ្ញុំមិនដែលបានហូបរបស់ឆ្ងាញ់បែបហ្នឹងពីមុនមកទេបងស្រីបងជាមនុស្សល្អបំផុតដែលខ្ញុំធ្លាប់ជួបមកមិនមែនគ្រាន់តែជាបងស្រីដ៏ល្អទេគឺជានាងទេពអប្សរដ៏ស្រស់ស្អាតបំផុត អញកុំនិយាយដើរប្រាប់គេផ្ទះផ្ដាស់ឯណាត្រូវតែលាក់ជាការសម្ងាត់ដឹងទេ បងឈប់និយាយទៅប្រយ័ត្នមិនត្រូវមាត់គាត់មកហូបបង្អែមក្រោយបាយបន្តិចទៅចា ជីវិតដូចនៅក្នុងសុបិនអញ្ចឹងវើយកាលពីជាកាលមុនមានមន្ត្រីធំម្នាក់បានរត់ភៀសខ្លួនមកភូមិរបស់យើងគាត់បានស្នាក់នៅផ្ទះរបស់យើងប៉ុន្មានថ្ងៃដែរពេលគាត់ចាក់ចេញទៅក៏បានបន្សល់ទុកចាននេះមើលទៅឃើញវាស្អាតល្អចាននេះជាចានធ្វើចេញពីរបស់លុងណាគ្រាន់តែមើលទៅឃើញស្អាតតើប៉ុន្តែជារបស់រាជការមុនមិនអាចយកទៅលក់ដូរបានទេនេះជារបស់មានតម្លៃបំផុតនៅក្នុងផ្ទះយើងហើយលោកតាខ្ញុំពេញចិត្តវាខ្លាំងណាស់ចា ចៅពេញចិត្តរបស់បែបហ្នឹងមែនទេនៅខាងក្រៅមានលក់ច្រើនណាស់ម៉ូតផ្កាបែបណាក៏មានដែរ លោកតានិយាយត្រូវមែនហើយចាបើប្រើប្រាក់ពីរបីដំឡឹងទៅទិញចានឬថូផ្កាស្អាតទាំងនោះវានឹងអាចយកទៅបដូរជាលុយចាយវាដើម្បីដោះស្រាយបញ្ហាដែលថាលុយកាក់មិនសូវមានចរាចរណ៍លូននឹងណា ហើយកែស្រីពួកយើងមិនរំខានបងទៀតទេខ្ញុំត្រូវប្រញាប់ទៅផ្ទះមើលថៃយីវាសិនហើយ អញយករបស់ទាំងនេះទៅទិញចាននិងថូផ្កាស្អាតមកចុះឬយកអាណាស្អាតមកណាបើអាចទិញអាដែលធ្វើចេញពីរបស់ស្អាតបានល្ងាចខ្ញុំនឹងមកធ្វើរបស់ឆ្ងាញ់ឲ្យអញហូបទៀត ប្រគល់ឲ្យខ្ញុំចុះបង ឲ្យលោកយាយដេកសម្រាប់មួយសន្ទុះទៅមិនក៏ក្រោកឡើងមកទៀតហើយ ពេកច្រើនពេកវាមិនស្រួលខ្លួនទេលោកតាចានបាយនឹងយកទៅហុចឲ្យគេហើយមែនទេ គេទទួលយកហើយលោកយាយកុំបារម្ភអីមិនអីទេណា អញ្ចឹងក៏ល្អដែរបើមិនអញ្ចឹងទេខ្ញុំស្លាប់ទៅក៏បិទភ្នែកមិនចិត្តដែរ គ្រាន់តែអាស្រីតូចលក់មិនដាច់សោះ មិនក៏គេមើលមិនឃើញតម្លៃរបស់វាអញ្ចឹង ខ្លាចតែគេពិបាកមើលថែទាំទេដឹង ខ្ញុំមិនចង់ឲ្យគេលក់ខ្ញុំចេញទេលោកតាខ្ញុំមិនចង់បែកពីលោកតាលោកយាយឡើយនៅក្នុងផ្ទះយើងគ្មានលុយកាក់ទេចៅជូនចៅទៅផ្ទះគេយ៉ាងហោចណាស់ក៏ចៅបានហូបរបស់ឆ្ងាញ់ដែរមិនបាច់មកដេកដាច់ពូស្លាប់នៅក្នុងផ្ទះខ្ញុំចង់ទៅធ្វើការឲ្យបងស្រីទេពអប្សរនោះចា រឿងល្អហួសពីការស្មានបែបហ្នឹងឯណាបានវេនដល់ចៅទៅធ្វើនោះម្យ៉ាងទៀតពួកយើងជំពាក់គុណនាងច្រើនណាស់ទៅហើយតើឲ្យពួកយើងទៅរំខាននាងថែមទៀតដោយរបៀបណាកូនក្រោកឡើងមកហូបអីបន្តិចមកហូបយូរទៅកុំប្រជែងគ្នាអីគ្មាននរណាដណ្ដើមចៅទេណាឈ្មោះណាស់លោកតាឈ្មោះខ្លាំងណាស់ មិនប្លែកចិត្តសោះដែលលោកតាតែងតែនឹកនាដល់ម្ហូបក្នុងហាងតូចមួយនោះពេលនេះខ្ញុំបានភ្លុកផ្ទាល់ទើបដឹងថាវាពិតជាអញ្ចឹងមែនពិតជាម្ហូបសម្រាប់ទេវតាហូបមែនទែនសូម្បីតែប្រអប់ឈើមួយនេះក៏ធ្វើឡើងយ៉ាងប្រណីតដែរ ក្មួយស្រីមិនបានជួបគ្នាយូរហើយណាលើកនេះច្បាស់ជាមានរបស់ល្អអ្វីចង់យកមកឲ្យខ្ញុំចំណេញទៀតហើយមើលទៅ ខ្ញុំមានចានមួយចាចង់ឲ្យលោកពូជួយពិនិត្យមើលឲ្យបន្តិច មកអញ្ជើញអង្គុយខាងនេះសិនមកក្មួយ